បងប្អូនអ្នកគ្នានៅក្នុងវីដេអូនេះបងប្អូនឃើញហើយខ្ញុំកំពុងថតដើមស្វាយបងប្អូននេះជាមួយនឹងផ្លែស្វាយហើយអាផ្លែហ្នឹងដែរបងប្អូននេះស្វាយខ្ទិះដងខ្ទែបងប្អូនអ្នកគ្នាស្វាយខ្ទិះគឺអូយច្រើនមែនតើអញ្ចឹងរយៈក្រោយនេះអត់សូវមានស្វាយខ្ទិះដងខ្ទែយ៉ាងទេប៉ុន្តែចិត្តផ្ទះខ្ញុំនេះមានគេដាំបងប្អូននេះហើយផ្លែវាតែប៉ុណ្ណឹងទៀតទៅធំទៀតហ្នឹងគឺវាលួយបងប្អូននេះដូចអត់សូវដែរបានប្រមូលផលបងប្អូននេះវាស្អុយបែបហ្នឹងបងប្អូននេះឃើញអត់នងវាស្អុយបែបហ្នឹងណានេះឥឡូវវាកំពុងតែចែកតទៅទៀតហ្នឹងគឺវាស្អុយបងប្អូននេះមិនដឹងមកវាអីដែរផ្លែច្រើនណាគូសមបងប្អូននេះផ្លែច្រើនប៉ុន្តែទីទៀតទៅវាស្អុយហ្មងអាហ្នឹងអត់ដឹងថាមកពីអីបងប្អូននេះណោះបងប្អូនដូចបានឃើញហ្នឹងស្វាយគឺវាអញ្ចឹងតែវាស្អុយធំតិចទៅវាស្អុយអត់មានអីប៉ះវាទេគឺវាស្អុយតែឯកហ្មងឬក៏មកពីទឹកភ្លៀងអីក៏មិនហ្នឹងក្នុងក៏ស្អុយដែរហើយនៅខាងបងប្អូនស្អុយយ៉ាងដែរអត់បងប្អូនអរគ្នាបើខាងខ្ញុំនេះខ្ញុំដឹងមិនគាត់ដើមមកដែរបាននេះសោះតែធំប៉ុណ្ណឹងមកស្អុយហើយដើមច្រើនបងប្អូននេះណាមួយដើមក្រុមដើមណាមើលនេះ3មួយខាងនោះ2 5 6 7 8មិនក្រុមមាន20ដើមបងមកលុកហ្នឹងតែខាងនោះទៀតប៉ុន្តែអត់ដឹងមិនវាដឹងស្អុយហ្មងបើស្វាយកែវល្មៀតវិញបងប្អូននេះអត់មានអីទេស្វាយកែវល្មៀតបើស្វាយអាផ្លែខ្ទិះនេះស្អុយហ្មងខាងនោះក៏ដែរបងប្អូននេះណាអូម៉ែអើយផ្លែច្រើនណាស់ស្អីស្កានេះខាងនេះក៏មានដែរប៉ុន្តែស្អុយមិនដែរដឹងគាត់ប្រមូលផលរាល់ឆ្នាំដូចជាអត់ដែរមើលទៅដូចតែវាស្អុយពេកហ្នឹងហើយបងប្អូនហើយបងប្អូននៅស្រុកបងប្អូនអញ្ចឹងដែរអត់នៅកន្លែងដើមផងបងប្អូនណាបងប្អូនបានឃើញក្នុងវីដេអូនេះអញ្ចឹងដូចវាស្អុយហ្មងបងប្អូនហ្នឹងបងប្អូននេះខ្ញុំថតប៉ុណ្្នឹងឲ្យបងប្អូនទស្សនាមានតែប៉ុណ្្នឹងខ្ញុំចែកម្លែកបងប្អូនអាចខមមិននៅក្រោមវីដេអូបានបើខាងបងប្អូនស្អុយយ៉ាងដែរព្រោះស្វាយនេះដើមទៅស្អុយហ្មងណាបាយបាយបងប្អូនអរគ្នា